ในไตรมิติ3คือเราจะเปลี่ยนอยู่โค้ดมาให้เราไปสัปดาห์หลังได้เราโหดดอกสัปดาห์เอาไว้ได้สำคัญในขณะไตรมิตินี้คือทำมาตามนัดเรียนยกเชียงมนการปีไตรมิติ1ไตรมิติ2anh đang mặc hai nặng đònแต่ในពេលដែលចូលដល់ไตរមិតិ3ជាទូទៅដល់ទូពេទ្យអាចនឹងណាត់ម៉ាក់ត្រឹមតែ2សប្តាហ៍ម្ដងចាហើយបើសិនជាគិតចិត្តសម្រាប់ទៀតហត់តែណាត់ហត់តែខ្លីទៀតម៉ាក់ទឹកម្ដងម៉ាក់ទឹកម្ដងតែសម្រាប់ម៉ាក់ខ្លះដែលមានសញ្ញាឈឺពោះឬមួយក៏មានសញ្ញាកន្ត្រាក់ស្បូនអាចនឹងណាត់ពី1ថ្ងៃម្ដងពី1ថ្ងៃម្ដងតាមកស្ដែងតែសម្រាប់ម៉ាក់ដែលមានសញ្ញាដូចអូននេះអត់សូវរើអាចនឹងណាត់ហត់តែខ្លីជាងនឹងទៀត1ថ្ងៃម្ដងក៏អាចទៅមួយដែរចាដើម្បីតាមការសុខភាពរបស់ម៉ាក់និងកូនតាំងជាមួយនឹងការបូមឈាមនៅไตรមិតិ3គឺគេឡើងបូមឈាមមើលទីគឺម្ដងទៀតអាចនឹងនៅពេលសម្រាប់តែម្ដងហើយចំពោះកាយកោក៏អាចនឹងអេកូឡើងវិញមើលតាក់ទងទៅនឹងគីឡូរបស់អូនទឹកខ្លួនចាមានសុខភាពស្បូនអត់សក់បង្កកូនអត់តាមជាក់ស្ដែងតែបើសិនជាម៉ាម៉ាអត់មានបញ្ហាទេនៅไตរមិតិ3នេះអាចនឹងត្រូវអេកូ1ទៅ2ដងទៀតគឺរួចរាល់ហើយតែបើសិនជាម៉ាម៉ាមានសញ្ញាអីផ្សេងអាចនឹងអេកូរៀងញឹកតាមជាក់ស្ដែងទៅតាមការផ្ញើពោះនីមួយៗសំខាន់បំផុតគឺ screen នេះតាក់ទងទៅនឹងជំងឺ preeclampsia ជំងឺ preeclampsia ខ្ញុំបានធ្វើវីដេអូមុនហើយអាចចូលទៅស្ដាប់បានបើសិនជាម៉ាម៉ាអត់ទាន់គឺត្រូវមើលទឹកនោមនោះសំខាន់ខ្លាំងណាស់តែត្រូវមើលទឹកនោមរួចពេលដែលម៉ាក់មកដើម្បី screening រឿង protein នៅក្នុងទឹកនោមហ្នឹងឯងការហើមតែហើមអីហ្នឹងក៏សំខាន់ដែរម៉ាក់មានឡើងសម្ពាធឈាមអត់ចាពីព្រោះអីអាចជំងឺ preeclampsia ហ្នឹងគឺពីច្រើនវាកើតឡើងនៅไตรមិតិ3ហ្នឹងឯងមួយទៀតគឺការដាក់ម៉ាស៊ីនមើលកម្ចាត់ស្បូនតែនីមួយៗអាចនឹងអត់ដូចគ្នាទេតាមកាយឡើងរបស់តែនីមួយៗតែនៅកន្លែងដែរខ្ញុំធ្វើការគឺគេចាប់ដើម detect នៅអាយុគាត់ចាប់ពី30សប្តាហ៍ឡើងទៅខ្ញុំគិតថាចាបើយើង detect គាត់តែលឿនយើងការពារសញ្ញាឈឺពោះមុនសម្រាប់ក៏គាត់តែលឿនគាត់តែល្អតែបើសិនជាយើងរៀងឈឺពោះមុនខែមុន30សប្តាហ៍ក៏គ្រូពេទ្យគាត់ឲ្យដាក់ម៉ាស៊ីនហ្នឹងមុនខែដូចគ្នាអត់មានបញ្ហាទេគឺការដាក់គាត់តែលឿនតាមដានគាត់តែលឿន detect បានគាត់តែលឿនគាត់តែល្អសម្រាប់ម៉ាក់ដោយសារអីនៅពេលដែលយើងដកយើងអាចប្រើថ្នាំដើម្បីទប់ contraction នឹងបានបន្តមកធ្វើឲ្យម៉ាក់សម្រាប់អូននៅគ្រប់ខែខ្ញុំក៏ជាម៉ាក់ម្នាក់ដែលសម្រាប់កូនមុនខែខ្ញុំយកអារម្មណ៍នេះច្បាស់ថាអារម្មណ៍អត់នឹងខ្លួនទេបារម្ភរាល់ថ្ងៃទោះបីជាអត់ធ្វើការក៏មានការបារម្ភជាខ្លាំងខ្ញុំមានពេលចាំខ្ញុំធ្វើវីដេអូខលមួយទៀតទាក់ទងទៅនឹងការថែទាំខ្លួនក្នុងករណីដែលម៉ាក់មានសញ្ញាឈឺពោះគំរាមសម្រាប់